ម្ចាស់ក្សត្រីលីណារស់នៅក្នុងព្រះបរមរាជវាំងដ៏ធំមួយប៉ុន្តែនាងតែងតែមានអារម្មណ៍ធុញទ្រាន់ទោះបីជាមានប្រដាប់ក្មេងលេងថ្លៃៗជាច្រើនក៏ដោយថ្ងៃមួយក្មេងប្រុសភូមិម្នាក់ឈ្មោះសុវណ្ណបានមកគាល់នាងដោយនាំមកនូវអំណោយដ៏សាមញ្ញមួយព្រះនាងលីណាបានមើលទៅលើបក្សីដីឥដ្ឋហើយមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងនាងបានបោះបក្សីដីឥដ្ឋទាំងនោះចោលដោយគ្មានការប្រុងប្រយ័ត្នហើយគិតតែពីខ្សែដែលនាងប្រាថ្នាចង់បានលុះបានពេលយប់ព្រះនាងលីណាក៏បានចូលដំណេកពន្លឺព្រះច័ន្ទក៏បានចាំងចូលមកក្នុងបន្ទប់នៅក្នុងសុបិនព្រះនាងលីណាបានឮបទចម្រៀងដ៏ក្រៀមក្រំមួយដែលបក្សីទាំងនោះបានច្រៀងពេលព្រឹកព្រលឹមព្រះនាងលីណាបានភ្ញាក់ឡើងហើយនាងបានយល់ពីអត្ថន័យនៃសុបិននោះនាងបានរត់ទៅរកបក្សីដីឥដ្ឋទាំងនោះហើយរើសវាឡើងថ្នមដោយមិនខ្វល់ពីធូលីដីឡើយនាងបានសម្អាតវាដោយយកចិត្តទុកដាក់ហើយដឹងថាសម្រស់ពិតគឺនៅក្នុងស្នាដៃនិងទឹកចិត្តរបស់សុវណ្ណតែប៉ុណ្ណោះចាប់ពីថ្ងៃនោះមកព្រះនាងលីណាបានរៀនមេរៀនមួយគឺត្រូវឲ្យតម្លៃលើទឹកចិត្តនិងភាពស្មោះត្រង់របស់អ្នកដទៃជាងសម្ភារៈមានតម្លៃនាងនិងសុវណ្ណក៏បានក្លាយជាមិត្តនឹងគ្នាហើយនាងបានចាប់ផ្ដើមរៀនធ្វើសិល្បៈពីគាត់